សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញអំពីរបៀបធ្វើដំឡូងបារាំងដុតជីសជាមួយមីចំពោះគ្រឿងផ្សំមានដូចជាដំបូងគឺត្រូវយកដំឡូងបារាំងយកមកចិតសំបកនិងលាងទឹកឲ្យស្អាតរួចហាន់ជាចំណិតតូចៗនិងយកប្រហិតមកហាន់ជាចំណិតតូចៗដូចគ្នាដែរចំពោះដំឡូងបារាំងដែលយើងបានហាន់រួចនោះគឺត្រូវយកមកស្ងោរឲ្យឆ្អិននៅពេលដែលឆ្អិនហើយគឺយើងត្រូវស្រង់ទុកដាក់មួយឡែកជាមុនសិនចំពោះមីក៏យើងត្រូវយកមកស្រុះឲ្យឆ្អិនដែរនៅពេលដែលស្រុះមីរួចហើយគឺត្រូវយកគ្រឿងផ្សំដែលមាននៅក្នុងកញ្ចប់មីយកមកចាក់ចូលនៅក្នុងមីហើយធ្វើការច្របល់ឲ្យសព្វចំពោះបងដែលគាត់ចូលចិត្តពិសាហឹរគឺគាត់អាចដាក់គ្រឿងផ្សំទាំងអស់ដែលមាននៅក្នុងមីកញ្ចប់នោះទាំងអស់បងអាចរៀបចំចានដែលអាចយកទៅដុតនៅក្នុងអូវិនបានរួចចាក់ដំឡូងបារាំងចូលនិងធ្វើការសង្កត់ដំឡូងបារាំងនោះឲ្យម៉ត់ហើយធ្វើការបន្ថែមមីចូលទៅក្នុងចានដែលមានដំឡូងបារាំងម៉ត់នោះរួចបន្ថែមនៅពោតប្រហិតជាមួយនឹងជីសចូលចាននោះផងដែរហើយយកចានដែលយើងបានរៀបចំរួចនោះយកទៅដុតនៅក្នុងអូវិនរយៈពេល20ទៅ30នាទីចំពោះកម្ដៅគឺ550អង្សាសេបន្ទាប់ពីឆ្អិនរួចហើយគឺត្រូវយកបេស៊ីលីវយកមករោយពីលើនៅពេលនេះគឺមុខម្ហូបរបស់យើងបានឆ្អិនរួចហើយបងអាចកាត់ជាដុំតូចដើម្បីយកមកពិសាជាមួយនឹងទឹកប៉េងប៉ោះឬមួយក៏ទឹកម្ទេសផងដែរអរគុណសម្រាប់ការតាមដានទស្សនានៅវីដេអូនេះ